bạn sẽ tới đó ngày nay ở dươngនឹងធ្វើការតម្លើងជាមួយនឹង monitor pieces ហើយនេះគឺជាប្រភេទ monitor original របស់ក្រុមហ៊ុន Blackmagic ហ្មងមានន័យថាយើងធ្វើមកគឺតម្រូវសម្រាប់កាមេរ៉ា Blackmagic pieces 6K ឬក៏ pieces 12K ជាដើមអញ្ចឹងនេះគឺដូចឃើញនៅក្នុងដៃរបស់ខ្ញុំនេះណានេះគឺវាទំហំវាទូចល្មមអ្នកនរគ្នាណាប៉ប៉ុនជាមួយនឹង monitor ចាស់របស់ខ្ញុំដែរអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងធ្វើការតម្លើងចូលហើយខ្ញុំនឹងប្រាប់ពីអ្វីភាពខុសប្លែកគ្នារវាង monitor អានេះវាមិនមែនជា official ទេប៉ុន្តែយើងអាចប្រើប្រាស់បានទៅតាមតម្រូវការផ្សេងៗអញ្ចឹងណាប៉ុន្តែនេះគឺប្រភេទ monitor មួយនេះគឺគេ build អញ្ចឹងសម្រាប់ប្រភេទ monitor មួយនេះគឺគេ build ឡើងគឺតម្រូវគេហៅថា fit ជាមួយនឹង style ជាមួយ PC 6K ឬក៏ 12K ជាដើមអូខេតោះឥឡូវខ្ញុំសូមដោះជាមួយនឹង monitor ចាស់របស់វាសិនអញ្ចឹងដូចអ្នកនរគ្នាឃើញនេះគឺជាមួយនឹង monitor ចាស់របស់វាអានេះគឺវាជា brand ផ្សេងក្រៅពីក្រុមហ៊ុន Blackmagic អានេះដូចជា Portkey PT6 ហើយអញ្ចឹងដូចអ្នកនរគ្នាឃើញនេះគឺយើងតម្លើងយើងមានខ្សែឃើញទេមាន Type C បោះមកជា HDMI ហើយមិនយើងមាន HDMI មួយតង់ទៀតបានចូលមកនេះបាន convert ពី3តង់អញ្ចឹងណាហ្នឹងហើយអញ្ចឹងវាមានភាពស្មុគស្មាញមែនតើអ្នកនរគ្នាអញ្ចឹងនេះគឺខ្សែយើងមាន HDMI ហើយនេះគឺជាប្រភេទ adapter របស់វាណា C មក HDMI អញ្ចឹងគឺវាណាច្រើនមែនតើអញ្ចឹងយើងធ្វើការដោះចេញហើយមួយទៀតតកតងជាមួយនឹង monitor នេះគឺវាទាមទារថ្មិចមាន power គឺយើងត្រូវតម្លើងជាមួយនឹងដាក់ថ្មជាមួយនឹង monitor នេះដើម្បីវាអាច power បានដើម្បីបើកដើម្បី operate បានអូខេអញ្ចឹងជាមួយនឹង monitor មួយនេះគឺវាមានភាពខុសប្លែកគ្នាអ្នកនរគឺវាអត់តម្រូវឲ្យយើងត្រូវបតោងថ្មនេះណោងទេគឺវាមានភាពងាយស្រួលហើយបើនិយាយពីគីឡូវិញគឺស្រាលមែនតើអ្នកនរគ្នាណាហើយនេះគឺជាប្រភេទ HDR monitor ទៀតគឺវា support គេហៅថា high dynamic range ណាហ្នឹងហើយជាមួយនឹង net របស់វាដូចអ្នកនរឃើញនៅក្នុងប្រអប់ដូចជានៅក្នុងប្រអប់នេះគឺគេដាក់ថា1500 net ភ្លឺខ្លាំងមែនតើអ្នកនរទំហំរបស់វាគឺ5អ៊ីងណាគឺប្រហែលប៉ុណ្ណឹងគ្នាទេណា5អ៊ីងដោយអ្នកឃើញ side by side តែគាត់ថា monitor នេះវាមាន input និង output តែប៉ុណ្្នឹងឯងហើយសម្រាប់ monitor នេះគឺគេ build មកគឺតម្រូវលើ PC នេះតែម្ដងអញ្ចឹងក្នុងការតម្លើងអ្នកនរគ្នាទិញមកអញ្ចឹងដូចខ្ញុំបានបង្ហាញអ្នកនរគ្នាជាមួយនឹងការ unbox sync video ជាមួយនឹង monitor នេះអញ្ចឹងតកតងជាមួយនឹង Blackmagic PC monitor kit គឺមានន័យថាវាមកទាំងនេះផ្សេងaccessory ផ្សេងណាជាមួយនឹងខ្សែមួយនឹងអីជាមួយនឹងជាពិសេសនេះគឺ Sun Hood នេះគឺមានអត្ថប្រយោជន៍ខ្លាំងមែនទែនអ្នកនរគ្នានៅពេលដែលយើងធ្វើការថត outdoor អានេះគឺវាជំនួយបានច្រើនមែនទែនណាអញ្ចឹងអូខេអញ្ចឹងអ្នកនរគ្នាអាចធ្វើការតម្លើងចូលមកនេះក៏បានចាប់អញ្ចឹងក៏បានអូខេប៉ុន្តែតកតងជាមួយនឹង kit មួយនេះហេតុអីបានខ្ញុំជ្រើសរើសយកជាមួយនឹង PC monitor kit អញ្ចឹងជាមួយនឹងឧបករណ៍មួយនេះគឺ smooth មែនតើអ្នកនរគ្នាណាអាចជើងចាប់របស់វានេះ smooth ខ្លាំងមែនតើណាហ្នឹងហើយអញ្ចឹងដើម្បីយើងអាចធ្វើការតម្លើងមកយើងអាចចាប់អានេះនៅខាងលើប៉ុន្តែអានេះដោយសារខ្ញុំចាប់ជាមួយនឹង Delta Cage ហើយជាមួយនឹង Delta Cage នេះគឺយើងអាចធ្វើការតម្លើងមកនេះវារៀងខ្ចៅវាអត់ស៊ីគ្នាទេដូចអ្នកឃើញអញ្ចឹងបើសិនតែករណីវាត្រូវមួយវាអត់មួយឃើញទេអញ្ចឹងគឺជាមួយនឹងប្រភេទមួយនេះគឺវាតម្រូវមកគឺទៅលើតួខ្លួនរបស់កាមេរ៉ា Blackmagic PC តែម្ដងគឺវាអត់តម្រូវឲ្យយើងដាក់ជាមួយនឹងcage នេះបានទេណាឃើញទេអញ្ចឹងយើងតម្លើងមកគឺវាមានត្រូវបានតែមួយអញ្ចឹងមកជារៀងទៀតគឺវាផុតអញ្ចឹងហ្នឹងហើយអូខេនេះគឺជាបញ្ហាដែលយើងពាក់ជាមួយនឹង cage pieces របស់ Delta អញ្ចឹងឥឡូវខ្ញុំកំពុងតែរក concept ថាត្រូវធ្វើម៉េចដើម្បីអាចឆ្នៃបានហើយជាក់ស្ដែងខ្ញុំគិតថាជាមួយនឹង monitor នេះវាមានរៀងស្រាលអញ្ចឹងខ្ញុំគិតថាបើខ្ចៅត្រឹមតែមួយគ្រាប់ក៏អាចចាប់បានដូចគ្នាអញ្ចឹងឥឡូវយើងសាកតម្លើងខ្ចៅចំនួនមួយគ្រាប់សិនអូខេនេះគឺខ្ចៅដែលវាមកជាមួយនឹង kit គឺផ្ដល់ជូនមាន2គ្រាប់អ្នកនរគ្នាណាអញ្ចឹងបើតែគាត់ថាដូចអ្វីដែលខ្ញុំ notice មួយគឺខាងក្រុមហ៊ុន Blackmagic គាត់អត់ដាក់សម្រាប់មួលខ្ចៅមកទេណាអ
ចឹងគាត់ដាក់តែខ្ចៅមកអញ្ចឹងគឺនេះគឺជាចំណុចមួយដែលក្រុមហ៊ុន Black Magic ខ្ញុំមិនដឹងថាមិនដែរគឺគាត់មានការ sale ជាមួយនឹងការប្រដាប់ម៉ូខ្ចៅព្រោះដោយសារពេលខ្លះគាត់គិតថា raw filmmaker ឬក៏អ្នកប្រើប្រាស់ជាមួយនឹង kit ផ្សេងៗឬក៏កាមេរ៉ា accessory អញ្ចឹងវាមានទៅលើឧបករណ៍គេហៅ screw driver ណាហ្នឹងហើយអញ្ចឹងគឺគាត់មិនបាច់ដាក់មកប៉ុន្តែបើសម្រាប់ខ្ញុំតកតងជាមួយនឹងការទិញ accessory ផ្សេងៗដែលវាមានតម្រូវមកមានខ្ចៅអញ្ចឹងគឺគេមកគេមានទាំងប្រដាប់ម៉ូឲ្យដោយអ្នកនរគ្នាឃើញនេះវាអាចជាប្រភេទនេះប្រដាប់ម៉ូអញ្ចឹងហ្នឹងហើយអញ្ចឹងរកទិញមកវាតែតែមានហ្នឹងអីវ៉ាន់ផ្សេងហ្នឹងហើយគាត់ថា notice ជាមួយនឹងក្រុមហ៊ុន Black Magic មួយគឺគាត់អត់បានដាក់សម្រាប់ម៉ូខ្ចៅមកទេអូខេมันជាបញ្ហាអ្នកនរគ្នាខ្ញុំមានជាមួយនឹង screw driver របស់ក្រុមហ៊ុន Delta ណាអានេះគឺមក set របស់វាមានគ្រប់តែម្ដងអញ្ចឹងយើងមើលថាទំហំប្រភេទក្បាលខ្ចៅនេះប៉ុណ្ណាអូខេនេះត្រូវតែម្ដងអ្នកនេះ3លើ16នេះទំហំនេះអូខេអញ្ចឹងយើងអាចធ្វើការមូលបានអូខេអញ្ចឹងឥឡូវនេះអានេះវាគ្រាន់តែជានេះផ្សេងទេយើងដោះចេញមកហើយយើងធ្វើការចាប់ខ្ចៅអញ្ចឹងដូចខ្ញុំបានបញ្ជាក់ដល់អ្នកគ្នាអញ្ចឹងឥឡូវហ្នឹងគឺយើងចាប់បានតែមួយចំហៀងទេណាអញ្ចឹងឥឡូវខ្ញុំសាកចាប់មួយចំហៀងមើលថាវាមិនបានមិនអញ្ចឹងជាទូទៅបើសិនជាយើងចាប់មួយចំហៀងអញ្ចឹងពេលខ្លះវាអាចវិលវាអាចអីអញ្ចឹងណាតែបើសម្រាប់ខ្ញុំគិតថា monitor នេះវារៀងស្រាលដែរអូជាប់តែនេះជាប់ប៉ះហ្មងហ្នឹងហើយតែគាត់ concept របស់គេឲ្យមូលមកគូមកសងខាងហ្មងអូខេអញ្ចឹងឥឡូវខ្ញុំធ្វើការចាប់ជាមួយនឹងនេះជាមួយនឹងដុំនេះក្បាលចូលជាមួយនឹង monitor នេះនោះនេះអញ្ចឹងនេះគេធ្វើមកគឺ fit តែម្ដងអញ្ចឹងឥឡូវទីហោយើងដាក់អញ្ចឹងអ្នកគ្នាទីហោថាខ្ញុំដាក់ចូលឃើញទេអានេះអាចបែរមកខាងក្រោយវិញហ្នឹងហើយខ្ញុំចូលចិត្តអានេះរឿងលយមកមុខពេកណាអូខេអានេះខុស concept តែប៉ុន្តែយើងអាចប្រវល់បានអានេះហ្នឹងហើយ smooth មែនតើហីចឹងឧទាហរណ៍ខ្ញុំមូលចូលអានេះវាអាចឥឡូវខ្ញុំសាកដោះចេញវិញខ្ញុំចាប់បែរមកខាងនេះវិញគេរត់តែល្មមណាហ្នឹងហើយអូខេចឹងឥឡូវយើងធ្វើការចាប់ចូលជាមួយនឹងដុំនេះមកអូខេតោះមកយើងដាក់ចូលនឹងមកអានេះយើងរត់វាយើង slide មកខាងនេះមកអូខេហើយបាត់អានេះយើងចង់ទាញចុះក្រោមយើងសេរីធូរឬក៏តឹងấyយើងអាច adjust កន្លែងនេះបាននេះកន្លែងនេះយើងអាច adjust បានចង់វាធូរណាអូខេតោះមកយើងចាប់ផ្ដើមភ្ជាប់ជាមួយនឹងខ្សែខ្ញុំបត់មកចាស់សិននេះនៅផ្ទៃខាងមុខនេះអ្នកគ្នាជាមួយនឹង viewfinder យើងធ្វើការតម្លើងចូលមកណាអញ្ចឹងជាមួយនឹងខ្សែ original របស់ PC monitor kit នេះគឺវាងាយស្រួលមួយមានន័យថាវា safe ហើយវាធ្វើមកវាមានកន្លែងខ្ចៅយើងធ្វើការ lock ណាហ្នឹងហើយអញ្ចឹងរាល់នៅពេលដែលយើង movement ឬក៏យើងប៉ះអីគឺវាអត់មានបញ្ហា load ចលឡើងទេគឺអញ្ចឹងកន្លែងនេះគឺវាធ្វើមកត្រូវរបស់វាតែម្ដងណាគឺរក្សាភាពយើងអង្គើយតិចតួចអញ្ចឹងទៅវាធ្វើឲ្យរូបភាពយើងដាច់ឬក៏បិទបើកអញ្ចឹងណាហ្នឹងហើយអង្គាអញ្ចឹងនៅពេលដែលយើងធ្វើការ lock ជាមួយនឹងខ្ចៅនេះគឺវាណែនល្អមែនតើអ្នកនរគ្នានេះខ្ចៅខាងលើនេះយើងមូលកន្លែងគេហ្នឹងមកអញ្ចឹងកន្លែងនេះយើងពុតយើងមើលទៅណាខ្
ខ្សែយើងគួរបត់ទៅខាងណានេះអញ្ចឹងនេះយើងអាចនៅពេលដែលយើងធ្វើការ handheld អានេះគឺងាយស្រួលណាស់នេះយើងអាចបត់វាយើងអាចពវល់ឃើញទេងាយស្រួលមែនតើចឹងក៏បានយើងចង់មកខាងមុខក៏បាននេះអានេះនៅពេលដែលយើងថតខ្លួនឯងអញ្ចឹងយើងមើល monitor មកខាងមុខគឺយើងអាចធ្វើការពវល់ចឹងបានហ្នឹងហើយ tail up tail down មកស្រួលតែម្ដងអ្នកនរគ្នាស្រួលនេះយើងចំពោះ monitor នេះវាមិនត្រឹមតែបង្ហាញជាមួយនឹងរូបភាពវីដេអូអ្នកនរគ្នា signal នៅក្នុងកាមេរ៉ាទេអ្វីដែលជាចំណុចពិសេសដែលខ្ញុំជ្រើសរើសជាមួយនឹង monitor នេះមានន័យថាខ្ញុំនៅតែមិនអស់ចិត្តក្នុងការត្រូវតែទិញជាមួយនឹង monitor មួយនេះគឺពីមុនខ្ញុំធ្លាប់គិតថាអូជាមួយនឹងការប្រើប្រាស់ជាមួយនឹង monitor មួយនេះវា save លុយយើងបានច្រើនមែនទែនប៉ុន្តែនៅពេលដែលយើងចាប់ផ្ដើមធ្វើការប្រើផ្ទាល់អ្វីដែលវាមានភាពងាយស្រួលនោះគឺគេហៅថា touch control នៅលើ monitor ផ្ទាល់តែម្ដងអញ្ចឹងសម្រាប់ monitor ធម្មតាវាអត់មានទេវាបានតែ view វីដេអូសម្រាប់ monitor PC នេះវាអាចធ្វើការ control ជាមួយនឹង touch control ទៅលើកាមេរ៉ា full ទាំងអស់អញ្ចឹងនេះគឺជាចំណុចពិសេសណាចាឥឡូវយើងធ្វើការបើក monitor នេះតម្លៃវា100ស្ដើងទេអ្នកនរគ្នាហើយចំពោះ monitor នេះតម្លៃវាដូចជាជាង$400អញ្ចឹងគឺខុសគ្នាច្រើនមែនតើប៉ុន្តែបើយើងនិយាយពីគុណភាពវិញជាមួយនឹង monitor នេះគឺខុសគ្នាដាច់អ្នកនរគ្នាវាអាចធ្វើការ touch control ហើយក៏ដូចជាកម្រិតនៃរូបភាពដែលផ្ដល់ឲ្យគឺគេហៅថា HDR High Dynamic Range ហើយជាមួយនឹងពន្លឺដែលអាចជះចេញមកដែលងាយស្រួលក្នុងការយើងថតនៅពេលថ្ងៃទៀតវាបានរហូតដល់1500 net អ្នកនរគ្នាអូខេអញ្ចឹងដោយអ្នកនរគ្នាឃើញនេះគឺជា menu ដោយអ្នកនរគ្នាឃើញអញ្ចឹងពេលនេះខ្ញុំធ្វើការបើកនេះមកនេះអ្នកនរគ្នាណាអញ្ចឹងនេះយើងអាចធ្វើការ touch control ឃើញទេអ្នកនរគ្នាយើងអាចធ្វើការ touch control បានបញ្ឈរតិចហើយនឹងគេមើលកង់ពលឺតិចអូខេអញ្ចឹងអានេះយើងអាចធ្វើការ touch control បានទៅលើ menu ក៏ដូចជានិយាយទៅគឺវា full function ហ្មងអ្នកនរគ្នាទៅលើកាមេរ៉ាហ្នឹងឃើញទេអានេះគឺយើង control ទៅលើ sound អានេះទៅលើ monitor វាអាច control ទៅលើអីគេ LCD SDI ឬក៏ USB ដោយអ្នកនរឃើញនេះគឺយើងកំពុងតែ preview ទៅលើ USB viewfinder ទៅលើ monitor ផ្ទាល់អញ្ចឹងយើងចង់ឲ្យវា display lot ឬក៏ clean fit អីជាដើមអញ្ចឹងទៅអូខេអញ្ចឹងនៅពេលដែលយក clean fit គឺវាឃើញទេអ្នកអានេះគឺគេហៅថា clean fit ណាអញ្ចឹងអានេះយើងអាច control បានទាំងអស់អ្នកគ្នាចានេះគឺជាចំណុចពិសេសជាមួយនឹង monitor មួយនេះអ្នកគ្នាជាមួយនឹងប៊ូតុងដូចអ្នកគ្នាឃើញនៅផ្ទៃខាងមុខនេះមាន3 F1 2 3អញ្ចឹងប៊ូតុងទាំង3នេះយើងអាចធ្វើការ customize បានទាំងអស់អ្នកគ្នាហ្នឹងហើយអានេះយើងអាចធ្វើការ customize បានអញ្ចឹងអ្នកគ្នាអាចចូលទៅកាន់កន្លែង setup ហើយយើង slide មកយើងរកមើលនេះឃើញទេឃើញកន្លែងដាក់ថារូបនេះរបស់វាហ្នឹង monitor ហ្នឹងចឹងកន្លែង F1 នេះខ្ញុំឲ្យដើរតួទៅលើអីគេ for color ហើយ F2 ខ្ញុំឲ្យតួជា display LUT ហើយ F3 កាលនេះ default របស់វាហ្មងអ្នកនាង off speed record អញ្ចឹងនៅពេលដែលយើងធ្វើការ off speed record យើងចុចទៅលើ S លេខ3អញ្ចឹងវានឹង load មក high frame rate តែម្ដងមានន័យថាទំហំដែល frame rate ដែលកាមេរ៉ានេះអាច capture បាននៅក្នុង resolution ដែលអ្នកនរគ្នាកំពុងតែធ្វើការ set up កំពុងតែ set របស់វាហ្នឹងឃើញទេអញ្ចឹងនេះគឺ resolution អ្នកនរគ្នាឃើញ25 frame per second អញ្ចឹងនៅពេលដែលខ្ញុំចុចប៊ូតុង S លេខ3ហ្នឹងមកវានឹងរត់ទៅ off speed មានន័យថា36 frame per second នៅលើ project 25អ
ចឹងនៅពេលដែលយើងថត off speed នេះគឺយើង playback មកគឺនៅលើគេហៅថា project 25ហើយកម្រិត slow គឺ26 frame per second ហើយនេះគឺ display LOT ឃើញទេហើយ F plate មួយនេះគឺវានេះមក control នៅលើ monitor នេះវិញឃើញទេអញ្ចឹងកន្លែងនេះយើងអាចធ្វើការដូរបានទាំងអស់អ្នកនរ F1 ខ្ញុំឲ្យទៅលើអីគេ USB-C ឧទាហរណ៍ខ្ញុំ preview ឃើញទេអញ្ចឹងវាទាំងពីរអញ្ចឹងវាទាំង monitor USB-C នេះផងទាំង monitor នៅលើកាមេរ៉ាផងទៅអ្នកនរឃើញអញ្ចឹងនេះគឺវា full customize តែម្ដងអ្នកនរអញ្ចឹងខ្ញុំចង់ឲ្យ F1 ហ្នឹងទៅជាដើរតួជាអីគេrecord អញ្ចឹងយើងចង់ឲ្យវាចុចអាហ្នឹងទៅជាប៊ូតុង record ដល់យើងជំនួសទៅលើនេះក៏បានដែរយើងបាច់ចង់ចុចលើ screen ហ្នឹងចង់ចុចលើហ្នឹងក៏បានដែរអញ្ចឹងនៅពេលដែលយើង download ជាមួយនឹងនេះមកយើងអាចធ្វើការ record បានដែរជាមួយនឹងជាប្រភេទនេះជាប្រភេទ Samsung Drive ចាំតិចអូខេខ្ញុំធ្វើការតេស្តអញ្ចឹងនេះយើងធ្វើការ download ចឹងមកហើយយើង download ជាមួយនឹង USB-C ខាងក្រោយអូខេអញ្ចឹងចេញមកហើយអ្នកនរអញ្ចឹងមិញយើង set នៅលើ F1 ទៅលើ record អញ្ចឹងយើងធ្វើការចុចទៅអូខេឃើញវា record ទេ Yeah អាហ្នឹងគឺប៊ូតុង record យើងអាច set up នៅលើនឹងបានដូចគ្នានេះយើងដើរតួជា grid អូខេអញ្ចឹងឥឡូវខ្ញុំសូមបង្ហាញតទៅជាមួយនឹងចំណាប់អារម្មណ៍ក្នុងការប្រើប្រាស់ជាមួយនឹង monitor នេះអញ្ចឹងវាមានភាពងាយស្រួលនៅពេលដែលយើងប្រើជាមួយនឹងឧបករណ៍ Zin របស់វាផ្ទាល់តែម្ដងណាអញ្ចឹងយើងអាចងាយស្រួលក្នុងការធ្វើការចាស់ពវល់ណា tilt up and down គឺងាយស្រួលមែនតើអ្នកនរគ្នាហើយបើកាលណាអ្នកនរគ្នាចង់ slide ដោះវាចេញណាដោះចេញអានេះបើសិនជាករណីយើងមានខ្សែ USB-C វែងយើងអាចធ្វើការ control like top view ឧទាហរណ៍យើងយកកាមេរ៉ានឹង set up លើ crane ឬក៏លើអីផ្សេងៗអញ្ចឹងយើងអាចធ្វើការ preview ដោយតាមរយៈខ្សែ USB Type C វែងអញ្ចឹងណាហ្នឹងហើយចាហ្នឹងគឺវាមានភាពងាយស្រួលអញ្ចឹងដែរអូខេអញ្ចឹងនេះគឺគាត់ដែលជាចំណាប់អារម្មណ៍ខ្ញុំខ្លីៗជាមួយនឹង monitor នេះហើយនេះគឺកម្រិតវា1500 net ណាអ្នកនេះតាម preview បាន 50% នេះតាមបាន 50% ចង់ឲ្យ monitor នឹងភ្លឺខ្លាំងដាក់ 100% មានន័យថា output របស់វានៅលើ monitor នេះកំពុងតែបង្ហាញគឺកម្រិត1500 net អូខេអញ្ចឹងអានេះគឺងាយស្រួលអ្នកនរអត់មានត្រូវដាក់ថ្មអីញ៉ៃៗទេគឺគ្រាន់តែប្រើ USB-C តែមួយសរសៃវាបានទាំង control camera ក៏ដូចជា power ទៅលើ monitor ផ្ទាល់តែម្ដងចឹងអរគុណច្រើនអ្នកនរសម្រាប់វីដេអូនេះគឺយើងមានតែប៉ុណ្្នឹងឯងជួបគ្នានៅវីដេអូក្រោយទៀតអរគុណច្រើនបាយបាយ